សួស្តីបងប្អូនអ្នកគ្នាមកហូបបាយជាមួយខ្ញុំបាទបាយពេលថ្ងៃត្រង់ពេលម៉ោង12ពេលម៉ោងបាយនេះហើយជីវិតពិតពលកកស្រុកគេវាមិនស្រួលទេបាយហាងបាយគេមានតែយើងអត់លុយអញ្ចឹងយើងសុខចិត្តវិចបាយពីផ្ទះទៅហូបនៅកន្លែងធ្វើការហើយអត់មានហូបអីទេមានសាច់មាន់ម្នាក់ម្ដុំគ្នា5នាក់អញ្ចឹងបានម្នាក់ម្ដុំដូចកាពេលយើងមកស្រុកគេតតែយើងចានសំចែកខ្លះបានសល់លុយនៅស្រុកគេមិនអីក៏ថ្លៃដែរសម្បីប្រាក់ខែយើងរមសូវបានថ្លៃដែរអីវ៉ាន់វាថ្លៃអញ្ចឹងអុយសាច់មាន់ហ្នឹងឲ្យថោកជាងគេមួយតែ2-300ទេ2-300លុយជប៉ុនណាបាត់ត្រីវិញ1-300-500អញ្ចឹងថ្លៃជាងសាច់មាន់ជើងមានតែហូបមាន់ហ្នឹងហើយឆ្ងាញ់ចេះតែហូបហើយហូបទៅចាំដល់ខ្មែរវិញញ៉ាំយើងគិតទៀតឥឡូវនៅស្រុកគេយើងហូបអ្វីដែលហូបបានយើងគួរតែហូបអញ្ចឹងអូនដើម្បីមានកម្លាំងធ្វើការទៀតជីវិតពិតពលកោស្រុកគេអើយចឹងឯងវាមិនស្រួលទេមិនដូចនៅផ្ទះយើងហូបបាយមានកន្លែងអង្គុយហូបធម្មមានកន្លែងអង្គុយហូបមានកន្លែងអីនេះអត់ទេកន្លែងខ្ញុំធ្វើការហ្នឹងកន្លែងណាដូចរឿងមានលំបន្តិចអង្គុយហើយមិនថាកណ្ដាលផ្លូវណាទេគេដើរមកគេមើលមុខតែយើងខ្មាស់តែអីយើងហូបបាយយើងមករលុយអញ្ចឹងបងប្អូនយើងកុំភ្លេចជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយផងណាដើម្បីលើកទឹកចិត្តឲ្យខ្ញុំមានកម្លាំងបង្កើតវីដេអូទៅទៀតអីសម្បីបងប្អូនមិនចុចក៏នៅតែប្រហោះហើយពេលចូលមើលចេញម្នាក់មួយទៅបងប្អូនយើងសោះហ្នឹងណាសាច់មាន់ឧត្តមនឹងខាំដល់ពីដល់ហើយចំណែកបានម្នាក់ម្ដុំនឹងឯងហូបបាយផ្អប់ថ្ងៃហ្នឹងយើងហូបបាយអីគេវិចពីផ្ទះចាំ5ឆ្នាំទៀតចាំយើងហូបបាយផ្ទះអើយនិយាយតែងាយមកត្រឡប់ត្រឡិននឹងឯងអត់សូវចាញ់និយាយទៅវាបាអញ្ចឹងហើយគេឲ្យខំរៀនយើងខំរៀនទៅយើងមានចំណាស់ជំនាញទៅមិនបាច់មកបាក់យើងទេមកធ្វើសំណងកាត់ភ្លៀងកាត់ថ្ងៃអញ្ចឹងទៅណាស្ទឹកស្លាឥឡូវចាក់ឲ្យបងអូនក៏សំទឹកស្លាយើងនៅជាមួយគ្នាមានតែការចែករំលែកដូចបងប្អូនហ្នឹងឯងធ្វើម៉េចយើងមកធ្វើការសោកឆ្ងាយដូចគ្នាអញ្ចឹងនៅជាមួយគ្នាចាស់ស្រឡាញ់គ្នាទៅមកលើហូបបាយប្រឡាក់ដែរទៀតទុកផ្ញើមីម៉ែដែរណាទេអេអត់មានអ្នកចាប់អារម្មណ៍ទៀតណានិយាយលេងទេបងប្អូនកុំតែរលុយទៅយើងកុំគិតអារឿងចឹងណាគិតតែរលុយតែដើម្បីយើងទៅនៅប្រទេសយើងវិញនៅប្រទេសគេវាអត់ស្រួលទេធ្វើការកាត់ភ្លៀងកាត់ក្តៅបាយជាចុងក្រោយសូមបងប្អូនជួយចុច Subscribe ខ្ញុំម្នាក់មួយផងណាបាយសុខសប្បាយទាំងអស់គ្នាជួបគ្នាឱកាសក្រោយទៀត